ចៅសង្កាត់ចាក់អង្រែលើត្រូវបានឃាត់ខ្លួនពីបទពាក់ព័ន្ធសេកស្អុយជាង$30,000លោកកៅសវឿនចៅសង្កាត់ចាក់អង្រែលើត្រូវបានសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញឃាត់ខ្លួននៅថ្ងៃទី11ខែមិថុនាឆ្នាំ2025តាមរយៈដីកាបង្គាប់ឲ្យចូលខ្លួនរបស់អัยការអមសាលាដំបងរាជធានីភ្នំពេញពាក់ព័ន្ធករណីចេញសេកស្អុយដែលមានទំហំទឹកប្រាក់ជាង$30,000ចៅសង្កាត់ចាក់អង្រែលើពាក់ព័ន្ធករណីចេញសេកស្អុយជាង$30,000នេះដោយសារចាញ់ល្បិចលោកសថាវីអនុរដ្ឋលេខាធិការក្រសួងការពារជាតិដែលបានប្រើប្រាស់ល្បិចយកដីជាប់អនុក្រឹត្យលក់ឲ្យអុកញ៉ាជាសឿនហើយលោកចៅសង្កាត់ធ្វើជាឈ្មួញកណ្ដាលដីដូចមានក្នុងកិច្ចសន្យាខាងលើនេះពុំមានដីដូចការធានាអះអាងនិងអាចធ្វើការផ្ទេរសិទ្ធិណាមួយឡើយព្រោះដីនេះជាដីជាប់អនុក្រឹត្យដែលកាលទាំងនេះធ្វើឲ្យខាតបង់ផលប្រយោជន៍ចំពោះលោកកែវសវឿនយ៉ាងធ្ងន់ធ្ងរសូមជម្រាបថាជំវិញករណីនេះលោកសថាវីក៏ត្រូវបានតុលាការបង្គាប់ចូលខ្លួនជាកំហិតនៅថ្ងៃទី16ខែមិថុនាឆ្នាំ2025នេះពីបទឆបោកទិញដីជាង10ហិកតាហើយអះអាងថាដីនោះជាកម្មសិទ្ធិរបស់ខ្លួនបានមកពីការប្រមូលទិញពីប្រជាពលរដ្ឋ